ក្តីសុខអ្នកលេងកីឡាគ្រាន់តែចូលមកដល់ភ្លាមគឺឃើញហើយចង់តែលេងតែម្ដងហើយមានកីឡាច្រើនណាមិនមានតែបាល់ទាត់ឬក៏បាល់ទះអីទេពុកម៉ែបងប្អូនមានកីឡាច្រើនមែនតើអាចនិយាយថាជាមជ្ឈមណ្ឌលមួយដែលផ្ដុំទៅដោយកន្លែងលេងកីឡាច្រើនប្រភេទមែនតើហើយកន្លែងរបស់គាត់នេះគឺធំទូលាយហើយអ្វីដែលសំខាន់គឺមានតាំងពីប៊ូតអាហារគេមានតាំងពីហាងលក់ទំនិញអីផ្សេងណាដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនេះអញ្ចឹងហើយនេះគឺជា Platinum Sport Center ដែលមានទីតាំងនៅក្នុងបូរីពេញហួតបឹងស្នោកីឡាគេមានច្រើនណាស់ដែលយើងអាចទៅលេងបានណាចង់រៀបចំជា team building ក៏បានដែរហើយបច្ចុប្បន្ននេះគាត់មានជាប្រភេទកីឡាវាយកូនគោលមានបាល់ទះមានលេងពេញប៉ុងមានវាយសីមានបាល់បោះហើយនិងបាល់ទាត់ប៉ុន្តែនៅក្នុងពេលឆាប់ខាងមុខនេះគាត់នឹងរៀបចំនៅកីឡា3ប្រភេទទៀតដែលពុកម៉ែបងប្អូនទាំងអស់គ្នាចង់បញ្ជូនកូនទៅលេងឬក៏ទៅលេងខ្លួនឯងនេះគឺមានកីឡា tennis មាន pickleball ជាមួយនឹង paddle tennis ដែលយើងអាចទៅលេងនៅកន្លែងរបស់គាត់បានមានស្តង់អាហារមានអីច្រើនសម្បូរបែបមែនតើជាពិសេសគឺបន្ទប់ទឹកអីរបស់គាត់ធំទូលាយហើយស្រស់ស្អាតហើយទីតាំងនៅនឹងគឺធំទូលាយមែនតើចង់រៀបចំកម្មវិធីផ្សេងឬក៏ការប្រកួតថ្នាក់សាលាថ្នាក់អីចឹងណាចង់ប្រកួតប្រចាំសាលាក៏បានដែរអាចរៀបចំនៅកន្លែងរបស់គាត់បានហើយទីតាំងរបស់គាត់អាចទទួលមនុស្សបានដល់ទៅ 5000 នាក់គឺធំទូលាយខ្លាំងមែនតើអាចនិយាយបានថាជាមជ្ឈមណ្ឌលកីឡាមួយដែលធំជាងគេហើយនៅក្នុងរាជធានីភ្នំពេញហើយសម្រាប់ Platinum Sport Center នេះគឺគេបើកចាប់ពីម៉ោង 7 ព្រឹកតទៅរហូតដល់ម៉ោង 9 យប់ពុកម៉ែបងប្អូនទាំងអស់គ្នាឬក៏ម្ចាស់សាលាផ្សេងដែលចង់រៀបចំកម្មវិធីប្រកួតកីឡាដែលធំអីអញ្ចឹងណាដែលអាចផ្ទុកមនុស្សបានច្រើនអាចមកតាក់ទងនៅកន្លែងរបស់គាត់បានឬក៏យើងចង់រៀបចំជាប្រភេទ team building ដែលអាចអនុញ្ញាតឲ្យក្រុមការងារគាត់កាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាតាមរយៈកីឡាអញ្ចឹងណាគេថាកីឡានាំមកនៅសុខភាពកីឡានាំមកនៅមិត្តភាពកាន់តែជិតស្និទ្ធហើយការធ្វើ team building នេះគឺល្អមែនតើសម្រាប់ម្ចាស់ក្រុមហ៊ុនផ្សេងដែលគាត់ចង់រៀបចំណាហើយកន្លែងនេះគឺធំទូលាយដែលយើងអាចរៀបចំបានច្រើនមែនតើហើយដោយដែលថ្ងៃដែលខ្ញុំបានទៅនេះគឺគេរៀបចំកម្មវិធី tournament របស់គេណាមានប្រកួតកីឡាបាល់ទាត់ជាមួយនឹងកីឡាបាល់ទះអីចឹងទៅគេរៀបចំគឺល្អមែនតើគេមានស្តង់ដារខ្ពស់នៅក្នុងការរៀបចំការប្រកួតផ្សេងអញ្ចឹងសម្រាប់អ្នកដែលត្រូវការណាចង់រៀបចំកីឡាផ្សេងប្រកួតមិត្តភាពក៏បានតែប្រកួតដដើមពៀនដដើមអីក៏បានដែរកន្លែងរបស់គាត់គឺធំទូលាយអញ្ចឹងយើងងាយស្រួលមែនតើហើយនៅក្នុងបូរីពេញហួតបឹងស្នោតែម្ដងតាំងពីចំណតឡានចំណតម៉ូតូក៏ងាយស្រួលហើយខាងក្រៅគេមានតាំងពីហាងលក់ទំនិញហាងលក់អីផ្សេងអត់ខ្វះអត់បារម្ភរឿងថាអូទៅដល់តិចថាពិបាករកអីញ៉ាំអត់ទេគាត់មានតាំងពីស្តង់ហូបអាហារផ្សេងជាច្រើនសម្បូរបែបមែនតើហើយចំពោះអ្នកដែលចូលចិត្តលេងវាយសីតម្លៃត្រឹមតែ$3ទេហើយមាន free ជាមួយនឹងទឹកសុទ្ធឲ្យយើងម្ដងទៀតប្រូម៉ូសិននេះអត់ទាន់មានកំណត់ទេអ្នកទាំងអស់គ្នាអាចទៅលេងបានហើយមានតាំងពីតៃខ្វាន់ដូមាន steam មានសោណាមានអីច្រើនសម្បូរបែបណាសូម្បីតែវាយកូនគោលហ្នឹងក៏វាយនៅលើស្មៅពិតដែរហើយម្ចាស់ក្រុមហ៊ុនដែលចង់ដាក់ផ្លាកទាំងពាណិជ្ជកម្មអីហ្នឹងណាអាចទៅដាក់នៅកន្លែងគាត់បានមានទទួលទាំងកំ plei តែម្ដងអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត